ជំរាបសួរបងប្អូនអ៊ំពូមេងចាតោះមកទៀតហើយយីប៉ែនេះមកតដែលហ្មងនេះអត់មានចេះខ្លាច់គេសាំគេធុញអីទេចាអត់ខ្លាច់សាំអត់ខ្លាច់ធុញទេចាគឺមកទៀតហើយចាថ្ងៃនេះមកឡាយផ្ទះរបស់ភ្ញៀវដែលគាត់មានដីធំស្អាតទីទៅអែមខ្យល់អាកាសល្អនេះមើលទៅទេសភាពយូរទៅដឹងហើយបងចានេះរស់នៅបែបលក្ខណៈចា relax ស្ងប់ស្ងាត់ស្រួលនៅចាមានសន្តិសុខយាមចា24ម៉ោងលើ24ម៉ោងស្រួលនៅសុខសុវត្ថិភាពចាផ្ទះដែលមានដីទំហំធំចាក្បាល20 គុណ 20អូយបងក្តីសុខខ្លាំងមែនតើនេះចាប្រភេទ B នេះគឺ4បន្ទប់គេងបងចា4បន្ទប់គេងចា3បន្ទប់ទឹកសំណង់រៀប20ចាតូតបក្បឿងបងចាដីធំបែបនេះបើសិនជាបងចាដាំដើមឈើចាទៅដាំដើមឈើធំចាដាំស្វាយក៏បានដាំត្រេនក៏បានដែរចានេះខ្ញុំបើនេះបើសម្រាប់អ្នកឡាយគឺចិត្តដើមត្រេនចាមានដីធំបែបនេះគឺប្រកាសជាដាំត្រេនធំទៅបានផ្លែហូបចាពេលវាធំទៅវាត្រជាក់ស្រួលចាក្តីសុខខ្លាំងមែនតើអ្នកដែលទិញបានដីធំហ្នឹងបងចាណាគាត់សុំមកប៉ុណ្្នឹងបានហើយនឹងបានអត់ទេបងបញ្ជាក់មួយទៀតបងអានេះគឺជាប្រភេទ B ដែលមាន4បន្ទប់គេង3បន្ទប់ទឹកចាបងណាដែលចាប់អារម្មណ៍ប្រភេទទីឡាហើយដែលមានដីធំបែបហ្នឹងចាក្បាល20 គុណ 20ចា16 គុណ 19ចាឬក៏20 គុណ 30អធិស្ឋាន30 គុណ 20អាចមកនេះបានណាចាបងវាឡាបែបនេះបើទិញបានដីធំអូយចេញញញបងក្តីសុខហ្នឹងចង់ដាក់កញ្ចុះដាក់អីក៏បានដាំតំណាំក៏បានចាជីកស្រះជីកធ្វើអាងអីក៏បានដែរចាទៅខ្ចីញញតែម្ដងបងចាតម្លៃផ្ទះវីឡាបែបនេះបងស្មើជាមួយផ្ទះល្វែងតែនៅផ្ទះវីឡាវិញស្រួលជាងចា7-8ម៉ឺនស្មើជាមួយផ្ទះល្វែងតែបើធៀបថាតម្លៃស្មើគ្នាតដែរយើងនៅវីឡាទៅស្រួលជាងបងដាច់បានដីធំឆ្លាស់ស្រួលចេញញញបងចាសម្រាប់ផ្ទះនេះយើងមានតម្លៃពេញចា98,000បងសម្រាប់ប្រភេទ B នេះណាចាសម្រាប់តម្លៃបងផ្ដាច់របស់យើង83,000ចាយើងមានទៅតាមទីតាំងទៅតាមទំហំដីដែរបងចាទំហំដីខ្លះផ្ទះធំអធិស្ឋានដីធំលើសម៉ែត្រលើសការ៉េស្តង់ដាររបស់យើងតែក្បាល10-20ចាតែទីតាំងខ្លះវាលើសម៉ែត្រលើសការ៉េទៅតម្លៃវាទៅតាមនឹងដែរតែបើស្តង់ដារ10-20ឬក៏ចាក្បាល10-19ឬក៏10-18តម្លៃវាមានចាប់ពី80,000ចា3,000ឡើងទៅតម្លៃបងផ្ដាច់ណាចាហើយលក្ខខណ្ឌបងប្អូនបងផ្ដាច់ក៏បានលួសក៏បានហើយសម្រាប់អ្នកដែលចង់លួសមានដើមចូលរួមមុនត្រឹមតែ5%ចាអាចលួសបានបងចាចូលរួមមុនតម្លាក់មុនត្រឹមតែ5%លុយនៅសល់អាចសិក្សាលួសមួយជំនាញជាបាននេះទិដ្ឋភាពនៅក្នុងគម្រោងម៉ោង5បងចាម៉ោង5ជាងសម្រាប់អស់ហើយបងចានៅតែនេះខ្ញុំទេឡាយឲ្យបងមើលចាកុំឲ្យភ្លេចមុខចាបងភ្លេចមុខឡាយចាបងអើយស្រួលនៅណានេះចាស្រួលនៅស្ងប់ស្ងាត់ចានិយាយទៅថាស្រួលណាស្រួលនៅហីតាមបងមកបងដើរមើលប៉ុណ្ណឹងណាសម្រាប់អ្នកដែលចាប់អារម្មណ៍វេលាតូហើយមានតម្រូវការកំពុងតែឆ្លើយរកវេលាតូចង់នៅបែប relax ជាក្រុងស្ងប់ស្ងាត់ស្រួលនៅចាមិនលឺសំឡេងខ្លងធុងបាសញញ៉ៃសំឡេងឡានសំឡេងម៉ូតូមកនេះបងមកនេះចាមកនេះអត់ខកបំណងទេមកនេះតែមកនេះស្រួលនៅខាងមែនតើទៅផ្សារវិញដើរតែ5នាទីទេបើនិយាយសាច់ដើរណាចាកាត់ប្រានតែ5នាទីទេដល់ផ្សារហើយផ្សារស្អីក៏មានដែរហើយផ្សារនៅនេះផ្សារច្រើនណាស់បងផ្សារច្រើនណាស់ផ្សារ2-3ចាអត់ខ្វះផ្សារទេមានពេទ្យមានផ្សារមានវត្តអូយស្អីក៏មានដែរចាបងចង់ដឹងខលតាមរយៈលេខដែលនឹងខ្ញុំដាក់នៅក្នុង live បេះខ្សែនេះចាសួរព័ត៌មានបានណាបងជម្រាបលាបងជួបគ្នាវីដេអូក្រោយ